ជំរាបសួរបងប្អូនខ្មែរព្រឹកនេះខ្ញុំចង់ចែកចាយរបស់បងប្អូនពីរឿងជំងឺគ្រុនឈាមហេតុអីបានខ្ញុំចង់ចែកចាយពីជំងឺគ្រុនឈាមមួយគឺអាទិត្យមុនហ្នឹងខ្ញុំបានទៅយកប្រពន្ធខ្ញុំនិយាយចេះយកប្រពន្ធខ្ញុំទៅសួរសុខទុក្ខទៅមើលក្មួយរបស់គាត់មានជំងឺគ្រុនឈាមហ្នឹងលើកទី3បាទហើយមិនមែនគ្រាន់តែគាត់មានជំងឺគ្រុនឈាមទេគឺគាត់ចូល ICU ផងដែរ emergency ភាពអាសន្នសង្គ្រោះជាបន្ទាន់បាទសម្ពាធឈាមគាត់ធ្លាក់មែនតើម្ល៉េះជំងឺគ្រុនឈាមនេះបើយើងមិនប្រយ័ត្នជួនកាលបើយើងបណ្ដោយយើងអត់យកទៅមន្ទីរពេទ្យភ្លាមយកបណ្ដោយទៅវាអាចធ្វើឲ្យក្មេងឬក៏យើងនឹងបាត់បង់ជីវិតដែរហើយដោយសារខ្ញុំបានជូនគាត់ទៅមន្ទីរពេទ្យរដ្ឋហ្នឹងណាមនុស្សច្រើនមែនតើបងប្អូនមានអ្នកឈឺច្រើនមែនតើនៅតាមខេត្តក៏មានភ្នំពេញក៏មានហើយក្មួយប្រពន្ធខ្ញុំនេះគឺនៅភ្នំពេញទេតែតំបន់ហ្នឹងវាដូចវាស្ដុកខ្ញុំបើឡានចូលទៅខ្ញុំដឹងហើយបងប្អូនខ្ញុំប្រាប់ត្រង់គឺស្ដុកអញ្ចឹងហើយបានខ្ញុំមិនឲ្យផ្ទះទៅជាឆ្លាស់អញ្ចឹងណាព្រោះនៅស្ដុកមែនវាអាចឲ្យមានមូសហ្នឹងបងប្អូនប្រហែលជាដឹងហើយជំងឺគ្រុនឈាមនេះគឺមកពីមូសបាទមូសខាំហើយមូសហ្នឹងគឺវានៅម្ដុំណាដែលគេហៅថាដែលមានសំណើមមានទឹកដែលយើងទុកតែយើងអត់សម្អាតឲ្យវាស្ងួតណាទឹកហ្នឹងឯងដែលជាកន្លែងមូសហ្នឹងឯងទឹកហ្នឹងឯងដែលធ្វើឲ្យមូសហ្នឹងគឺថាដូចជាកន្លែងឲ្យដកដង្ហើមកន្លែងឲ្យវាមានជីវិតគឺទឹកហើយមូសហ្នឹងគឺវាខំមនុស្សនៅពេលថ្ងៃទេតាមធម្មតានៅពេលថ្ងៃតែជួនកាលក៏មាននៅពេលយប់ដែរមូសហ្នឹងវាមានរោគមួយយ៉ាងហ្នឹងគេហៅថា dengue បាទ dengue ពាក្យហ្នឹងខ្ញុំធ្លាប់ឮតែខ្ញុំអត់ចាប់ផ្លឹកថាពាក្យហ្នឹង dengue ហ្នឹងគឺបកប្រែមកជំងឺគ្រុនឈាមខ្ញុំមិនដែរដឹងចឹងទេម្ល៉េះហើយខ្ញុំនៅសហរដ្ឋអាមេរិកគឺខ្ញុំមិនដែរឮពាក្យជំងឺគ្រុនឈាមទេមិនមែនថាអាមេរិកអត់មានទេជំងឺហ្នឹងមានមុខខាំដូចគ្នាទេដូចនៅតំបន់ក្តៅតំបន់ដូចនៅ Florida នៅ Texas នៅ Hawaii នៅ Puerto Rico មូសហ្នឹងខាំមនុស្សវាមានមេរោគdengue វាឆ្លងទៅដល់មនុស្សហើយមនុស្សនឹងមានទៅអាមូសផ្សេងទៀតវាមកខាំទៅបើយកឈាមហ្នឹងវាឆ្លងទៅវាទៅខាំមនុស្សម្នាក់ទៀតតែរោគឬក៏ជំងឺហ្នឹងវាអត់មានឆ្លងពីមនុស្សទៅមនុស្សទេហើយម្ល៉េះហើយវានៅតំបន់គេហៅថាតំបន់ tropical ដូចជាអាស៊ីយើង Southeast Asia ហ្នឹងគឺថាមានច្រើនជាងគេហើយបាទមក Southeast Asia យើងហ្នឹងមានទាំងអស់ខ្ញុំឆែកមើលមានទាំងអស់បាទហើយក៏ไปឆ្លងហើយក៏មាននៅអាហ្វ្រិកមាននៅ Latin America គឺនៅ Central South America ហើយមាននៅអឺរ៉ុបក៏មានដែរនៅអាមេរិកក៏មានដែរហើយម្ល៉េះហើយអាចជំងឺdengue នេះវាអាចសម្លាប់មនុស្សបានបើយើងមិនយកទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលាឯកសារដែលខ្ញុំស្រាវជ្រាវនៅក្នុងស្រុកខ្មែរនេះមានមនុស្សមួយចំនួនស្លាប់គឺក្មេងៗជាពិសេសក្មេងៗនឹងតែម្ដងយើងអត់ដឹងថាកូនហ្នឹងវាក្តៅខ្លួនដោយសារមូសខាំយើងយកទៅមន្ទីរពេទ្យអត់ទាន់គឺពិបាកឯងដូចជាក្មួយប្រពន្ធខ្ញុំអញ្ចឹងបងប្អូនខ្ញុំយកគាត់ទៅមើលខ្ញុំអត់បានចូលខាងក្នុងទេខ្ញុំគាត់អង្គុយចាំក្នុងក្រៅទេព្រោះពិបាកចតឡានមែនតើសតតែឡានមនុស្សមានជំងឺច្រើនមែនតើក្មេងៗជាពិសេសមកតាមខេត្តក៏មានដែរបាទហើយម្ល៉េះហើយគឺគាត់និយាយចឹងគាត់ចូលទៅដល់គឺយកក្មួយគាត់ហ្នឹងយកទៅ ICU យកទៅ emergency បងប្អូនដូរពីបន្ទប់មួយទៅបន្ទប់មួយដោយសារសម្ពាធឈាមធ្លាក់មែនតើបាទតើធ្វើយើងដឹងយ៉ាងម៉េចថាយើងមានអាជំងឺហ្នឹងមានអាជំងឺគ្រុនឈាមបាទគឺចុះបើថាយើងក្តៅខ្លួនណាក្តៅខ្លាំងភ្លាមធ្វើឲ្យយើងសង្ស័យបាទដូច104ដឺក្រេFahrenheit ទៅ40 Celsius អញ្ចឹងបើថាវាក្តៅខ្លាំងមួយរំពេចហ្នឹងធ្វើឲ្យយើងសង្ស័យទេមិនមែនមានន័យថាយើងមានជំងឺគ្រុនឈាមទេតែធ្វើឲ្យយើងសង្ស័យយើងត្រូវតែជួប doctor បាទហើយមួយទៀតយើងក្អួតឈឺពោះជុះនោមយើងជុះនោមមកឬក៏បត់ជើងធំអញ្ចឹងទៅមានឈាមអញ្ចឹងទៅណាហើយខ្មែរដែលថាជាប់ឈាមនៅខាងក្រោមស្បែកយើងអញ្ចឹងហើយមួយទៀតពិបាកដកដង្ហើមឬក៏ដកដង្ហើមក៏ពិបាកឬក៏ជួនកាលដកដង្ហើមលឿនហើយមួយទៀតវាអស់កម្លាំងចាប់ដើមអស់កម្លាំងបាទហើយមួយទៀតធ្វើឲ្យយើងនឹងមួម៉ៅហើយក៏យើងសម្រាកអត់បានស្រួលដែរគឺថាសម្រាកអត់ស្រួលដូចថាយើងចង់សម្រាកដែរបានសម្រាកវាមិនកើតវាមានរដូវវាដែរម្ល៉េះហើយយើងពាក់កៅអៅវែងទៅហើយនៅអាមេរិកគេច្រើនប្រើ repellent គឺជា spray ឬក៏លេអញ្ចឹងយកមកលាបអាលេដែលថាការពារស្បែកយើងការពារ
có bài mù kham về miền khăn là bỏ về có bài mù kham á, giờ miền lê rồi có spray chẳng tới haiประเทศđại miền chủng ngữ đang tràn những kế cứនៅប្រទេស Philippines ឆ្នាំ2024ជាង3000នាក់2024មកជាង3000នាក់ស្លាប់2025រៀងចុះហើយមនុស្សដែលមានជំងឺហ្នឹងនៅ Philippines មានចូលដល់40ណាបងប្អូនបាទ40ហើយនៅប្រទេសអាស៊ីយើងគឺមានទាំងអស់ហ្នឹងឯងបាទមិនមែនថាអាស៊ីដល់អឺរ៉ុបអាមេរិកក៏មានដែរក៏ប៉ុន្តែគ្រាន់តែយើងមានច្រើនដោយសារប្រទេសយើងវានៅថាចិត្ត equator ចិត្តពលឺថ្ងៃហើយវាមានសំណើមបាទសំណើមហ្នឹងឯងដែលមូសនឹងបញ្ចូលចិត្តមែនតើជាកន្លែងដែលវាដកដង្ហើមកន្លែងដែលវាពងខ្មែរយើងក៏មានដែរតែខ្មែរយើងគ្រាន់តែមនុស្សស្លាប់បន្តិចបាទ10នាក់បើខ្ញុំកត់មកដល់ឆ្នាំ2024ខ្ទង់46នាក់ហើយនៅឆ្នាំ2025នេះខ្ទង់15នាក់ឡើងព្រោះអាហ្នឹងខ្ញុំអត់និយាយមួយឆ្នាំណានិយាយតែអានេះគេនិយាយតែខ្ទង់6ខែទេ15នាក់ហ្នឹងហើយ6ខែទៀតខ្ញុំរក information អត់បានទេនិយាយទៅប៉ែអាស៊ីច្រើនអស់តែខ្ញុំមិនចង់យកលេខទៅយកមកបង្ហាញបងប្អូនដោយសារប្រទេសខ្លះវានិយាយមួយឆ្នាំហ្មងតែប្រទេសខ្លះនិយាយតែ6ខែទេដូចខ្មែរអញ្ចឹងគាត់និយាយតែ6ខែទេម្ល៉េះហើយវាពិបាកអញ្ចឹងម្ល៉េះគាត់ប្រាប់ថាច្រើនជាងគេគឺហ្វីលីពីនបាទតិចជាងគេគឺសិង្ហបុរីហើយនៅអាមេរិកមានកើតដែរបងប្អូននៅឆ្នាំ2025ហ្នឹងក៏មាន2096ករណីដែរមុននឹងបញ្ចប់គាត់បន្ថែមបន្តិចណានេះគាត់និយាយឲ្យគាត់ថាជាព័ត៌មានរបស់បងប្អូនដឹងទេនៅអាមេរិកគឺមានមនុស្សស្លាប់ដោយមានជំងឺផ្ដាសាយបាទជំងឺផ្ដាសាយមានមនុស្សស្លាប់រាល់ឆ្នាំហើយស្លាប់ច្រើនជាងទៀតផងនៅស្រុកខ្មែរយើងវាផ្ទុយចឹងស្រុកខ្មែរយើងអត់សូវឮទេជំងឺផ្ដាសាយហ្នឹងមានមែនតែអ្នកស្លាប់កម្រណាកម្រលឺណាតែនៅអាមេរិករឿងជំងឺផ្ដាសាយនេះស្លាប់សូម្បីកូនខ្មែរនៅអាមេរិកក៏ស្លាប់ដែរជំងឺផ្ដាសាយបាទហើយម្ល៉េះនិយាយទៅវាមួយយ៉ាងម្នាក់អាមេរិកអត់សូវមានមុខខំនៅស្រុកខ្មែរជំងឺផ្ដាសាយយើងមានតិចដែរបាទខ្ញុំអត់សូវឮថាមនុស្សស្លាប់មកពីជំងឺផ្ដាសាយតែអាមេរិកជំងឺផ្ដាសាយស្លាប់ច្រើនបាទ38,000នាក់អានេះគាត់និយាយថាខ្ទង់ហ្នឹង30,000ជាង38,000នាក់មួយឆ្នាំបាទហើយបើយើងនិយាយថាប្រជាជនគេច្រើនជាង300លាននាក់ខ្ញុំយល់ហើយខ្ញុំយកមកចែកគុណទៅណានិយាយជាភាគរយ0.011%ហើយបើស្រុកខ្មែរវិញជំងឺផ្ដាសាយអត់សូវលឺទេបងប្អូនលឺមានដែរមិនអត់លឺអត់មានទេជំងឺផ្ដាសាយតុង10នាក់5 10នាក់20នាក់ទេខ្ញុំយកមកចែកទៅឲ្យបងប្អូនឃើញគាត់ចង់ដឹងជាភាគរយទេបាទ0.00066ខ្ញុំចង់មានន័យថាស្រុកខ្មែរយើងឬក៏ប៉ែអាស៊ីយើងហ្នឹងវាសម្បូរជំងឺមូសខាំជំងឺគ្រុនឈាមមានច្រើនមែនឡើយវាមួយយ៉ាងម្នាក់ព្រោះនៅអាមេរិកជំងឺផ្ដាសាយនេះខ្ញុំដឹងហើយបើនិយាយពីជំងឺផ្ដាសាយខ្ញុំដឹងព្រោះមូសនេះវាចូលចិត្តទឹកបាទខ្ញុំក៏និយាយប៉ុណ្ណឹងចូលចិត្តទឹកហើយនឹងធាតុអាកាសក្តៅហើយក៏វាអាចសម្លាប់យើងបានដែរបើយើងអត់ដឹងអាការៈរបស់វាជួនកាលទេខ្ញុំថាការពិតនឹងវាញ៉ាំម្ហូបអត់ល្អជួនកាលវាមកពីមុខខាំវាក្តៅខ្លួនធម្មតាតែក្តៅខ្លួនហ្នឹងក្តៅខ្លួនរាល់ដងហ្នឹងជួនកាលវាមកពីមុខខាំអំឡហើយបើយើងដឹងដល់អាការៈដែលយើងសង្ស័យយើងត្រូវយកទៅពេទ្យភ្លាមដែលគេពិនិត្យជំងឺគ្រុនឈាមគេពិនិត្យភ្លាមគេដឹងហើយបាទហើយអំឡហើយវីដេអូមួយនេះមានប៉ុណ្ណឹងសូមសម្រាប់អរគុណអរគ្នាបាយ